លោកកាលពីធ្វើការជាមួយខ្ញុំតែងតែហៅគាត់ថាបុរសសង្ហាជើងសបាត់ឡុងវិបុលបាទខ្ញុំមើលទង្វើការងាររបស់គាត់ក្នុងការប្រកួតរវាងកម្ពុជាឡាវបាទទម្រង់ MMA នេះឡុងវិបុលស្ទើរភ្លើងបាទអញ្ញាកណ្ដាលឡុងវិបុលស្ទើរភ្លើងនៅស្អីទី1ឡុងវិបុលបាទតាមខ្ញុំមើលគឺមិនទាន់យល់ច្បាស់អំពីច្បាប់ទម្លាប់នៃការប្រកួតទម្រង់ MMA នៅឡើយទេណាអញ្ចឹងបានន័យថាទម្រង់របស់ឡុងវិបុលធ្វើអញ្ញាកណ្ដាលថ្ងៃមុននេះគឺខុសឆ្គងទាំងស្រុងតែម្ដងខ្ញុំហ៊ាននិយាយចឹងតាមការមើលឃើញផ្ទាល់ភ្នែករបស់ខ្ញុំគេមិនដែលបណ្ដោយឲ្យកីឡាករណាឡើងធ្លាក់ដៃទុនស្មាតោរហូតដល់បណ្ដោយឲ្យដៃគូតម្លាក់កីឡាករបង្គោលខៀវទៅលើតាពីឡើងលន់ក៏ឌុកឲ្យភ្នែកស្លើដកទាំងហក់ខ្យល់ឡុងវិបុលឡើងខុសធ្ងន់នៅកន្លែងហ្នឹងខ្ញុំប្រាប់ហើយថារាល់ពេលដែលខ្ញុំចូលក្នុងការ live គ្មានអ្នកណាជាសាច់ញាតិខ្ញុំទេហើយមិនចាំបាច់អូឡុងវិបុលក៏ជាសមាជិកនៅក្នុងមូលនិធិមហាគ្រួសារគុណខ្មែរអេរ៉ននិយាយអ្នកឯងគិតខុសហើយឡុងវិបុលធ្វើខុសខ្ញុំត្រូវតែថាឲ្យឡុងវិបុលឯងគឺខុសហើយបើភ្លើអត់នឹងខ្យល់អីណាឡុងវិបុលឯងខ្សោយត្រូវប្រឹងប្រែងរៀនសូត្រឡើងវិញខ្សោយណាស់ទង្វើរបស់ឡុងវិបុលឯងធ្វើនៅក្នុងថ្ងៃនោះខ្ញុំបានមើលហើយអាក្រក់មើលមែនទេភូមិអូកីឡាករភូមិអូខេសូមអធិស្ឋានខ្ញុំច្រឡំទៅជា live អាក្រក់មើលដែរខ្ញុំឃើញកីឡាករបង្គោលក្រហមដែលជាកីឡាករកម្ពុជារបស់យើងខ្លែរត់កកគ្នាឡើងមុនដំបងរើចុងក្រោយដៃធ្លាក់ដៃឡើងស្តាក់ចង់លៀនរ៉ាត់អត់ព្រមទៅទាញដៃកីឡាករយើងចេញឲ្យបញ្ចប់ការប្រកួតប្រាឆន្ទៈនិស្សិតរបស់ខ្លួនឯងបញ្ចប់ការប្រកួតគឺអត់បាយជាឈរចាំមើលងាកលើតែមើលពួកគណៈកម្មការចៅក្រមនៅខាងក្រៅតោះតែគេឲ្យសញ្ញាមកថាម៉េចបានស្ទុះទៅអាកីឡាករខ្មែរនឹងតម្លាក់គ្នានៅត្រង់តាពីធ្លាក់ធំៀងមកខ្ញុំមើលដង្ហើមឡើងស្ទើរតែដាច់ដង្ហើមចង់ដង្ហើមចម្រិតនេះគឺជាកំហុសបច្ចេកទេសធ្ងន់ធ្ងរណាស់ឡុងវិបុលណាអត់ត្រូវទេទម្រង់មុននឹងមានការប្រកួតទម្រង់ MMA ត្រូវបណ្ដុះគណៈកម្មការបច្ចេកទេសឲ្យរៀនច្បាប់ទម្លាប់ស្គាល់អំពីច្បាប់ទម្លាប់វិន័យអំពីការប្រកួតទម្រង់ MMA ឲ្យច្បាស់មិនមែនធ្វើតាមការសម័យធ្វើតាមការនឹកឃើញថ្ងៃនេះទេអញ្ញាកណ្ដាលចៅក្រមខ្មែរប្រហែលនេះដែលរៀនច្បាប់ទម្លាប់ការប្រកួតបច្ចេកទេសទម្រង់ MMA ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលណាខ្លះគ្រូបង្គោលដែលជាអ្នកបង្ហាត់បង្រៀនបណ្ដុះបណ្ដាលវាយទម្រង់ MMA ហ្នឹងណាខ្ញុំសួរចេះរងថ្ងៃនេះតើរងថ្ងៃនេះមន្ត្រីដែលចេះច្បាប់ទម្លាប់ទម្រង់នៃការប្រកួត MMA ហ្នឹងមានប្រមាណអ្នកទទួលបានការបណ្ដុះបណ្ដាលពីកន្លែងណាខ្លះពីឆ្នាំណាមកពីឆ្នាំណាខ្លះមានសញ្ញាបត្រអីខ្លះហើយចំនួនប្រមាណអ្នកអាក្រក់មើលបងប្អូនបើយើងមិនចេះមិនបាច់ធ្វើអាទម្រង់ហ្នឹងទេណាបើមិនចេះមិនបាច់ប្រកួតអាទម្រង់ហ្នឹងទេត្រូវរៀនឲ្យចេះដូច kickboxing ចឹង kickboxing តាំងពីខ្ញុំនិយាយដំបូងការស្ថាប័ន kickboxing តែ kickboxing មានគ្រូបណ្ដុះបណ្ដាលនៅក្នុងឆ្នាំណាមានក្លឹប kickboxing ប្រមាណក្លឹបនៅក្នុងស្រុកខ្មែរដែលវាយទម្រង់ kickboxing ហើយមានមន្ត្រីគណៈកម្មការបច្ចេកទេសប្រមាណអ្នកដែលឆ្លងកាត់វគ្គសិក្សា kickboxing ចប់មានសញ្ញាបត្រហើយមានចំនួនគ្រប់គ្រាន់តម្រូវទីផ្សារសម្រាប់ប្រកួត kickboxing នៅក្នុងស្រុកទេណាថ្ងៃមានប្រមាណអ្នកមន្ត្រីបច្ចេកទេស kickboxing មានប្រមាណអ្នកមន្ត្រីបច្ចេកទេស MMA តើមានគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សាររៀបចំការប្រកួតទម្រង់ទាំងអស់នោះទេរាល់ការនិយាយបែបនេះគេថាយើងនឹងទើគេថាយើងនឹងចេះគ្រប់រឿងស្អីក៏ដឹងស្អីក៏ទើស្អីក៏ចេះស្អីក៏ខុសណាហើយដូចខ្ញុំឃើញមិនអញ្ចឹងស្អីគេភ្លើងច្បើងគុណខ្មែរដែលតោងខ្ញុំរិះគុណខ្ញុំខ្មែរតែខ្មែរភូមិខ្ញុំទេស្គាល់ទាំងមុខស្គាល់ទាំងពូជពងវងតកូលសៅរាទៀតមិនបាច់មកទេខ្ញុំអត់មានអីឲ្យតោងទេខ្ញុំទៅអាយសារព័ត៌មានតោងមកជាប់ឯល្អណាសួរមើលប្រកួតនៅណាខ្លះរៀនស្អីខ្លះឥឡូវចុងក្រោយមកឃើញពេលអាវកែនឹងមិនប៉ុណ្ណឹងព្រោះខ្ញុំអត់ដាក់តាំងអាយ៉ាងនេះរឿងមន្ត្រីអីខ្ញុំលែងចង់មើលលែងចង់ស្គាល់ហើយបាទពីពួកវាអត់ប្រយោជន៍វាគ្មានប្រយោជន៍អីសម្រាប់ខ្ញុំប្រយោជន៍ស្អីពួកអញ្ញាកណ្ដាលចៅក្រមខ្លះស្អីមន្ត្រីខ្លះហ្នឹងមិនទៅហ៊ានចំណាយ500 1000ឬក៏ស្អីយល់អត់វាអ្នកធ្វើយកប្រយោជន៍ពីគុណខ្មែរវាខុសពីចរិតខ្ញុំដែលធ្វើប្រយោជន៍ដើម្បីជួយគុណខ្មែរវាខុសគ្នាចរិតខុសគ្នាខ្ញុំមាននិយាយចឹងបើជ្រះគ្នា360ដឺក្រេណាគេធ្វើបានលុយមិនគេទៅធ្វើខ្ញុំអត់បាច់បានលុយអស់លុយហើយក៏ខ្ញុំទៅធ្វើដែរហើយខ្ញុំមិនធ្វើម្នាក់ឯងបានទេខ្ញុំហាមាត់សុំអ្នកនេះលោកដៃប្រកាសផ្សាយឡាយអីចឹងទៅបានមកទៅយកទៅជួយទៅឯពួកអ្នកឯងមិនទាន់លើខ្ញុំផងវាប់ឡើងសិនតែខ្ញុំរិះគន់ជន់បលិចក្រិចត្រួយស្ថាស្អីគេចំណែនឈ្នាននេះចងគំនុំគុំគួនដើរសួរហើយសួងបញ្ញាលេងមួយខ្ញុំមិនខ្លះធនសុភាស្អីណាសួរតែពួកគាត់ដែរមានគំនុំគុំគួននេះអ្នកដែលយល់ចិត្តខ្ញុំច្បាស់ជួបខ្ញុំខាងក្រៅដឹងខ្ញុំមិនមែនល្អទេតែមនុស្សខ្ញុំអត់ចូលចិត្តគុំទេខ្ញុំឃើញអ្នកខុសខ្ញុំនិយាយចង់ឲ្យអ្នកកែនេះអ្នកកែអត់ឲ្យតែអ្នកឯងពេលខ្ញុំនិយាយទៅអ្នកឯងគុំអ្នកឯងសោកខ្ញុំជឿរឿងរបស់អ្នកឯងខ្ញុំនិយាយឲ្យខ្ញុំចាប់ខ្ញុំមកយកពេលទៅធ្វើការខ្ញុំកន្លែងផ្សេងទៀតខ្ញុំមានការងារខ្ញុំទៅធ្វើទៀតអូសួស្ដីបងប្អូនរស់សុខចម្រើនអូចាប់ដើមខ្លាយទៅជាសប្បុរសជនជាមួយនឹងមូលនិធិមហាគ្រួសារគុណខ្មែរដែរហើយបងប្អូនសុខចម្រើនបាទកែឡើងវិញទៅឡុងវិបុលរៀនសូត្របន្ថែមអត់ចេះកុំធ្វើអត់ច្បាស់កុំធ្វើដូចជា MMA ឬក៏ kickboxing បើមិនច្បាស់បើមិនចេះកុំធ្វើទុកឲ្យគេអ្នកច្បាស់ទុកឲ្យគេអ្នកចេះក៏គេធ្វើទៅជៀសវាងកំហុសដូចថ្ងៃនេះគេថាគេស្ដីឲ្យអត់ខុសទេពីព្រោះយើងវាពិតជាអញ្ចឹងមែនទី1គ្មានបច្ចេកទេសគ្មានបទពិសោធន៍ច្បាស់លាស់ត្រឹមត្រូវគ្មានវិជ្ជាជីវៈចំណេះជំនាញពិតប្រាកដលើវិស័យ MMA ទី2គឺ
គ្មានភាពរហ័សរហួនគ្មានទំនួលខុសត្រូវនៅលើកិច្ចការងាររបស់ខ្លួនទី3ខ្វះនៅការសម្រេចចិត្តមួយឲ្យទាន់ពេលវេលាការប្រើប្រាស់នៅឆន្ទៈប្រសិទ្ធឲ្យត្រឹមត្រូវស្របតាមកលៈទេសៈអានេះខ្ញុំមើលឃើញខ្ញុំនិយាយអញ្ចឹងបើខ្ញុំនិយាយខុសក្បត់ចោលបើឃើញតែខ្ញុំនិយាយកន្លែងណាត្រូវកែយកទៅយកទៅប្រើយកជាប្រយោជន៍ល្អតែបើជេរខ្ញុំខឹងខ្ញុំស្អប់ខ្ញុំក៏បានហាមដែរមាត់អ្នកជេរខ្ញុំស្អប់ខ្ញុំគុំខ្ញុំខឹងខ្ញុំផ្នែកកំណត់គួរក្បាលមាត់សតិបញ្ញាស្មារតីបេះដូងរបស់អ្នកគិតមិនចំពោះខ្ញុំអត់ខ្វល់ប៉ុន្តែខ្ញុំនិយាយអំពីអ្វីដែលខ្ញុំបានមើលឃើញចំណុចចន្លោះប្រហោងនិងកង្វះខាតហើយខ្ញុំគ្រាន់តែនិយាយប៉ុន្តែបើខឹងខ្ញុំស្អប់ខ្ញុំដោយសារតែការនិយាយនៅអ្វីដែលខ្ញុំបានឃើញតែជាការពិតអញ្ចឹងស្អប់ខ្ញុំចោះណាស្អប់ខ្ញុំចោះហើយខ្ញុំអត់បានខឹងទេទោះបីជាស្អប់ខ្ញុំក៏ខ្ញុំអត់ខឹងដែរពីព្រោះរាល់ថ្ងៃខ្ញុំមិនបានរស់ដោយសារការស្អប់ការខឹងឬក៏ការស្រឡាញ់របស់បងប្អូនទេខ្ញុំរស់រាល់ថ្ងៃដោយបញ្ញាស្មារតីចំណេះជំនាញវិជ្ជាជីវៈតាមសម័យអាជីវៈរបស់ខ្ញុំណានេះខ្ញុំប្រាប់យើងប្រឹងធ្វើយ៉ាងណាអ្វីដែលជាអត្តសញ្ញាណរបស់យើងត្រូវស្គាល់ថាយើងរាល់ថ្ងៃកំពុងតែធ្វើអីកំពុងតែផ្សព្វផ្សាយគុណខ្មែរដែលពីដើមមកតាំងពីចំនួនប្របាទជ័យវរ្ម័នទី2ដែលគេហៅថាបដាសេរីរហូតដល់បច្ចុប្បន្នផ្សព្វផ្សាយរហូតដល់មានគេស្គាល់ថាជាគុណខ្មែរអូខេនេះគឺជាការវិវត្តគឺជាការធ្វើនៅទំនើបកម្មឬក៏ការអភិវឌ្ឍប៉ុន្តែត្រូវចាំថាគោលដៅរបស់យើងគឺមរតករបស់យើងត្រូវតែថែរក្សាឲ្យបានទម្រង់របស់វាហើយបើចង់អភិវឌ្ឍខ្លួនបន្ថែម MMA ឬក៏ kickboxing យើងត្រូវមានគ្រូច្បាស់លាស់មានមូលដ្ឋានគ្រឹះឬហៅថាមាន basic ដើម្បីរៀនសូត្រពីវាសិក្សាពីវាហើយផលិតនៅធនធានទាំងអស់នោះដើម្បីបម្រើឲ្យទីផ្សារតាមដូចជា MMA ឬក៏ kickboxing ជាដើមណាត្រូវតែមានធនធានមនុស្សគ្រប់គ្រាន់ត្រូវតែមានចំណេះជំនាញពិតប្រាកដដើម្បីធ្វើវាតែបើយើងយកមកលាយឡំ MMA ផងគុណខ្មែរផង kickboxing ផង MMA ក៏អាមួយនឹងទៅវាយ kickboxing ក៏អាមួយនឹងទៅវាយ MMA ក៏អាមួយនឹងទៅវាយចេញតែពីគុណខ្មែរទៅទាំងអស់បាទឯណាទៅអត្តសញ្ញាណរបស់យើងខ្ញុំមិនបានហាមឃាត់ទេលំហូរចូលនៃវប្បធម៌បរទេសសូម្បីតែចម្រៀងរបាំកអានស្លៀកពាក់របស់ប្រើប្រាស់ដូចខ្ញុំមិនតែស្លៀកក្បិនស្លៀកខោចៅណាគ្រប់ពេលវេលាកន្លែងណាអាវប៉ាអាវហូលអាវប្រមួងសពុតកទាណាអត់ទេណាគឺយើងការស្លៀកពាក់យើងរក្សាទម្រង់បន់ទៀនយើងរក្សាប្រពៃណីទំនៀមទម្លាប់ណាអូស្រីចឹងមានហូលប្រមួងអាវប៉ាអីចឹងទៅបរោះចឹងទៅមានអាវហូលអាវអីចឹងខោអីសមរម្យទៅប៉ុន្តែសួរតើរងថ្ងៃយើងស្លៀកហ្នឹងទៅធ្វើការអីបានទេអត់ទេគឺយើងមានខោរបៀបសម្រាប់ធ្វើការអាវដៃវែងកបត់អីចឹងទៅអាហ្នឹងគេហៅថាការអភិវឌ្ឍទទួលយកនៅលំហូរចូលនៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហើយយើងរក្សាមិនភ្លេចទេរបស់យើងណាដូចគ្នាទម្រង់នៃការផ្សព្វផ្សាយក៏មិនខុសដែរបងប្អូនមើលគេខ្ញុំលើកឧទាហរណ៍មួយណាដូចប្រទេសជិតខាងយើងទៅសារគេទៅគេធ្វើបានល្អទៅខ្លាចអីគាត់ទៅសារគេចំណុចល្អរបស់គេយើងត្រូវរៀនសូត្រពីគេដូចលំដាប់វត្តលំពិនីរបស់លោកឆាត្រីចឹងណាគោលដៅគេអីគេណាគេផ្សាយមួយថៃរបស់គេនោះកីឡាករគេមួយចាច់មកឃើញតួឯករបស់គេខ្សែក្បាត់របស់គេតម្លៃខ្លួនរបស់គេចុះយើងមិនក៏មិនរៀនសូត្រចំណុចទាំងអស់ហ្នឹងយើងមិនទៅច្រឡំពីគេធ្វើតាមគេណាយើងរៀនសូត្រនៅអ្វីដែលជាចំណុចល្អរបស់គេបានបេះដូងឲ្យទៅលៀកកុំជិះចង្អល់ពេកកុំប្រកម្មច្រើនពេកយើងនិយាយទៅថាយើងយើងចំណែនជន់បលិចក្រៃទៅចោះឥឡូវកន្លងមកសង្កេតពូណាងដល់ណាហើយខ្ញុំខំនិយាយកោកដោយសារអីខ្ញុំខ្លាចពូណាងធ្លាក់ដល់អាចមកតថ្ងៃនេះពីព្រោះប្រវត្តិពូណាងមកខ្ញុំស្គាល់ច្បាស់ដូចបាតដៃចំណុចនេះខ្ញុំនៅនិយាយពូណាងនៅជុំវិញរិញវាយបានប្រហែលទៅឲ្យទឹកគេឲ្យប្រហែលអីប្រហែលឃើញឡើងមានឱកាសល្បីគេប្រមូលលើកស្ទួយហើយបែរជាភ្លេចខ្លួនចូលតាមពួកតែស្គរស្អីគេជន់មីនសម្ភារលិចសម្ភារកាត់មានហ្វេនច្រើនគ្រប់ត្រវាយប្រហែលខ្ញុំឥឡូវចុងក្រោយយ៉ាងម៉េចហើយមានអ្នកណាទៅសម្ភារគេទេសូន្យឥឡូវរឿងវិបត្តិគ្រួសារនោះតាមនេះរឿងនេះមិនយ៉ាងដោះស្រាយចេញនៅបន្តមកទៀតនិយាយឃើញធឿនធីរ៉ាគាត់ធ្វើជាមួយចេះពីយើងរីគុណអូជំនាន់គ្រាជឿយកបាត់ទៅបាត់អីអាខ្លះអត់ទាន់មើលសំណេរមើលខ្លឹមសារឃើញគេចេះអីបាទអត់ទាន់បានមើលខ្លឹមសារគេសរសេរទេអីចូលទៅមើលខមមិនចំណាច់ចេះបច្ចេកពីអាគេសរសេរទេតោះមានអូបងប្អូនឲ្យបន្តដល់ថ្នាក់ហ្នឹង